សូមស្វាគមន៍កម្មការណែនាំអំពីមាតិកានៃមេរៀនយើងបែងចែកមេរៀនជា7 section ទី1យើងនិយាយពី welcome introduction ផ្សេងក្នុង section ហ្នឹងយើងនឹងបង្ហាញអំពីការណែនាំផ្សេងការរៀបចំមុននឹងយើងចាប់ផ្ដើមធ្វើ SEO តើយើងត្រូវគិតចំណុចណាខ្លះហើយក្នុង section ទី2គឺរបៀប install website សម្រាប់បងប្អូនអ្នកដែលអត់ទាន់ចេះធ្វើ website គឺយើងរៀបចំធ្វើ website ដំឡើង website សម្រាប់ត្រៀមធ្វើ SEO ហើយនៅក្នុង section ទី3គឺយើងសិក្សាអំពី SEO basic essential នៅក្នុងចំណុចនេះគឺយើងសិក្សាអំពី concept មូលដ្ឋានគ្រឹះជាគំនិតមូលដ្ឋានគ្រឹះដើម្បីធ្វើ SEO តើយើងត្រូវការមានអីខ្លះដើម្បីធ្វើ SEO ត្រូវគិតចំណុចណាខ្លះអូខេដល់section 4គឺយើងសិក្សាអំពី on page SEO គឺការរៀបចំ website យើងឲ្យត្រូវតាមក្បួនខ្នាត SEO យើងមិនចេះធ្វើ website ឆៅដូចមុនទេគឺយើងធ្វើស្របតាមក្បួន Google ឲ្យ Google ពេញចិត្តហ្មងអញ្ចឹងយើងនឹងធ្វើ website របស់យើងឲ្យស្របតាមក្បួនខ្នាតត្រឹមត្រូវដែលតម្រូវតាម SEO និងក្បួនខ្នាតរបស់ Google ដែលពេញចិត្ត Google ឲ្យចូលចិត្តអូខេហើយចំណុចទី5គឺ off page SEO នេះគឺជាការរៀបចំនៅដូចជា build link ផ្សេងជំនួយផ្សេងដើម្បីជំនួយឲ្យ website ឲ្យ Google រត់ទៅងាយស្គាល់ website របស់យើងរត់ទៅឲ្យតម្លៃលើ website របស់យើងហ្នឹងចំណុចហ្នឹងគឺយើងធ្វើក្រៅ website របស់យើងគឺយើងធ្វើបន្ថែមអញ្ចឹងចំណុចហ្នឹងគេឲ្យឈ្មោះថា off page SEO ហើយនៅក្នុង section ទី6គឺយើងសិក្សាអំពី how to get Google AdSense easily អញ្ចឹងចំណុចនេះជាចំណុចសំខាន់មួយដែរដែលខ្ញុំ highlight ចំណុចនេះគឺបងប្អូនលេងចាំបាច់ត្រូវការទិញ account AdSense ទៀតហើយបងប្អូនអាច apply account AdSense ដោយយើងរៀបចំ website ឲ្យត្រូវស្តង់ដារឲ្យ Google ចូលចិត្តទៅគឺយើងអាចធ្វើ SEO ធ្វើ account AdSense ដោយខ្លួនឯងដោយមិនបាច់ទិញអញ្ចឹងងាយទេបងប្អូនយកចិត្តទុកដាក់មើលតាមមេរៀនយើងពីដើមមកហើយបងប្អូននឹងអាចស្នើយក account AdSense ដោយខ្លួនឯងគឺយើងមានបទពិសោធន៍ច្រើនក្នុងការ apply យក AdSense ដែលបងប្អូនមួយចំនួនក៏អាចស្គាល់យើងដែរគឺយើងអាចលក់ account AdSense ច្រើនហើយគឺដោយសារអញ្ចឹងវិធីសាស្ត្រក្នុងការ apply account AdSense គឺយើងនឹងបង្ហាញបងប្អូនដែរអូខេអញ្ចឹងដល់ section ទី7ដល់ Facebook traffic ហើយយើងដាក់បង្ហុងមុខកញ្ចក់គឺ no spam anymore អញ្ចឹងជាប្រតិភិបរបស់ការវិធីសាស្ត្រដែលយក traffic ពី Facebook គឺភាគច្រើនគឺយើង spam នៅក្នុង group យើង post យើង share អីនៅក្នុង group ទៅពីទៅវានៅរូបភាពដែលមិនគួរឲ្យចង់មើលសម្រាប់ជាជនទូទៅទឹកនេះគឺយើងលែងត្រូវការ spam ទៀតហើយគឺយើងធ្វើអ្វីដែលត្រឹមត្រូវដែលល្អអញ្ចឹងពាក្យថា no spam anymore ហ្នឹងសង្ឃឹមថាបងប្អូនមួយចំនួននឹងអាចចាំមើលសិនតើលេង spam មែនអត់លេងឈប់ post group គេទៅពីដើម្បីយក traffic មែនអត់អញ្ចឹងយើងធានាថាក្បួនយើងគឺនឹងលែងប្រើ spam ហើយគឺយើងមានវិធីសាស្ត្រថ្មីមួយទៀតដែលយើងទៅតែរកឃើញមានវិធីសាស្ត្រថ្មីវិធីសាស្ត្រ3 4វិធីសាស្ត្រខ្លះបងប្អូនអាចដឹងខ្លះប៉ុន្តែបងប្អូនខ្លះក៏ធ្លាប់ប្រើប៉ុន្តែអត់ទាន់ដឹងពីឥទ្ធិពលរបស់វាពិតប្រាកដអូខេអញ្ចឹងយើងនឹងរៀបចំធ្វើវិធីសាស្ត្របង្ហាញវិធីសាស្ត្រហ្នឹងវារក traffic ពី Facebook អូខេអញ្ចឹងចំណុចហ្នឹងគឺយើងនឹងបង្ហាញនៅក្នុងមេរៀនទី7ហ្នឹងដែរក្នុង section ទី7ហ្នឹងដែរអញ្ចឹងសូមអរគុណហ្នឹងការអធិប្បាយអំពីការអធិប្បាយសង្ខេបពីមាតិកានៃមេរៀនគឺមានប៉ុណ្ណឹងសូមអរគុណ